Baគ្រប់ជំរាបសួរទៅកាន់បងអ្នកមើលទស្សនាទាំងអស់គ្នាថ្ងៃនេះគឺយើងបញ្ចេញវីដេអូថ្មីមួយទៀតទាក់ទងនឹងការបង្ហាត់បរៀនសំណក់អាយុ3ខែឈ្មោះសាលីហ្នឹងហើយនេះគឺជាពេលទី2មានន័យថាក្នុងមួយថ្ងៃយើងបង្ហាត់2ពេលព្រឹកល្ងាចអញ្ចឹងណាអញ្ចឹងការពីព្រឹកមិញខ្ញុំបានបង្ហាត់គេនៅក្នុងផ្ទះហើយសម្រាប់ល្ងាចនេះខ្ញុំបដូរទីតាំងម្ដងគឺខ្ញុំបង្ហាត់នៅតាមផ្លូវតាមថ្នល់តែមានម៉ូតូបើកនឹងឲ្យមានមនុស្សច្រើនអាចថាឆ្លងកាត់នឹងអញ្ចឹងណាបងប្អូនអញ្ចឹងក្នុងន័យនេះខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនថាពេលដែលបងប្អូនហាត់ចកែបងប្អូនគួរតែផ្លាស់ប្ដូរទីតាំងឲ្យបានញឹកញាប់កុំប្រហាត់នៅមួយកន្លែងបងប្អូនធ្វើបែបនេះដើម្បីឲ្យឆ្កែរបស់បងប្អូនវាទម្លាប់មានន័យថាពេលបងប្អូនយកទៅទីសាធារណៈមានន័យថាវាអាចចេះធ្វើមានន័យថាវាបជានៅផ្ទះក៏បានបជានៅទីប្រជុំជនក៏បានបើសិនជាបងប្អូនប្រហាត់ចេះនៅផ្ទះហើយបើបងប្អូនមិនសូវជាផ្លាស់ប្ដូរទីតាំងឆ្កែរបស់បងប្អូនអាចចេះបានតែនៅផ្ទះទេនេះជាបទពិសោធន៍របស់ខ្ញុំបាទណាអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនថាខ្ញុំមិនមែនជាគ្រូជំនាញប្រហាត់ឆ្កែទេគាត់ថាជាបទពិសោធន៍ដែលយើងឆ្លងកាត់ហ្នឹងគឺខ្ញុំចង់ចែកលែកទៅបងប្អូនហើយក៏មិនមែនមានន័យថាដើម្បីប្រម៉ូទឲ្យបងប្អូនត្រូវតែជួយទិញកូនសំណក់ពីខាងខ្ញុំបាទដែរមែនទេអញ្ចឹងខ្ញុំគ្រាន់តែចង់ថាបើសិនជាបងប្អូនមានកូនម៉ាលីណយនៅក្នុងដៃហើយបើសិនជាបងប្អូនមានពេលវេលាក្នុងការបង្ហាត់ពួកគេខ្ញុំគិតថាល្អបងប្អូនចាំពួកគេពីមួយខែទៅមួយខែកាន់តែស្រឡាញ់ទៅដោយសារតែពួកគេឆ្លាតបើសិនជាបងប្អូនបានបង្ហាត់បង្រៀនរបស់ពួកគេអញ្ចឹងកន្លែងនេះគឺជាមូលដ្ឋានដែលបងប្អូនគួរយល់ដឹងថាម៉ាលីណយវាទាមទារពេលវេលាក្នុងការវឹកវើបើសិនជាបងប្អូនមិនមានពេលវេលាក្នុងការវឹកហាត់ពួកគេទេវាមិនអាចថាពួកគេឆ្លាតឬរែកទៅតែម្ដងនោះទេនៅក្នុងវីដេអូនេះផងដែរខ្ញុំចង់បញ្ជាក់ថាមិនសូវជាសំខាន់នេះទេតើតើ style នៃការបង្ហាត់បងប្អូនអាចប្រើ style ផ្សេងបាននេះជា style របស់ខ្ញុំផ្ទាល់ខ្លួនហ្នឹងហើយអ្វីដែលសំខាន់ខ្ញុំបញ្ជាក់លើទីតាំងអញ្ចឹងបងប្អូនអាចថាប្រហាត់ពេលខ្លះនៅផ្ទះពេលខ្លះនៅទីប្រជុំជនកន្លែងដែលសម្បូរមនុស្សច្រើនមានសលេងម៉ូតូមានអីដូចសលេងអញ្ចឹងគឺចេញវាលដំបងអញ្ចឹងរៀងខ្លាចមានន័យថាយើងប្លែកហ្នឹងហើយអធិស្ឋានដោយសារដៃរបស់ខ្ញុំវាពងបែកដៃអញ្ចឹងខ្ញុំកាន់ចំណីអត់សូវជាប់ទេឆ្កែខំទៅវាឈូសចំណីច្រើនការប្រហាត់ឆ្កែបងប្អូនព្យាយាមកុំឲ្យឈូសចំណីទេបងកាលណាឈូសចំណីគឺវាដេញតាមហាត់ចំណីហ្នឹងអញ្ចឹងវាអត់សូវតាមដៃយើងដូចជាក់ស្ដែងក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំទាញខ្សែរហូតដោយសារតែគេរើសចំណីដែលនៅសល់ក៏ជ្រុះពីដៃយើងណាអញ្ចឹងខ្ញុំរីកមិនឲ្យបងប្អូនកុំព្យាយាមឲ្យឈូសចំណីអីកាន់ឲ្យជាប់ទៅហើយកាន់ចំណីតិចតាមពិតខ្ញុំកាន់ចំណីតិចទេប៉ុន្តែគាត់ថាដៃទៅដៃរបស់ខ្ញុំវាពងបែកដៃដល់ពេលអញ្ចឹងទៅឆ្កែវាខំចំណីនោះមកធ្វើឲ្យដៃរបស់ខ្ញុំវាឈឺអញ្ចឹងឈូសចំណីច្រើនកាលណាឈូសចំណីច្រើនវាមិនល្អទេកិនបើសិនជាឈូសទៅឆ្កែវាដេញតាមហាត់អចំណីដែលជ្រុះនោះវាអត់សូវតាមដៃយើងទេនេះគឺយើងប្រហាត់បាន2ពេលហើយមានអារម្មណ៍ថាវារៀងប្លែកគ្រាន់បើដែរបើសិនជាបងប្អូនចង់ប្រហាត់បរិញ្ញាណអីបងប្អូនអាចសិក្សាស្វែងយល់សំណក់ដែលនៅផ្ទះបងប្អូនបានហើយបងប្អូនសាកតែមើលតើពួកគេ stress ចំណីដែរអត់អីចឹងណាបងប្អូនបើសិនជាមិន stress ចំណីយើងអាចមានវិធីសាស្ត្រកែខៃបានហើយវីដេអូនេះដូចខ្ញុំនិយាយចឹងថាខ្ញុំគ្រាន់តែចង់ចែកម្លែកអ្វីដែលខ្ញុំមានទៅកាន់អ្នកមើលទាំងអស់ហើយបើបងប្អូនមើលទៅគិតថាមានចំណុចខ្វះខាតអីក៏សូមអធិស្ឋានព្រោះស្អីខ្ញុំមិនមែនជាអ្នកជំនាញទេហ្នឹងហើយបើគេអ្នកជំនាញទៅគេបង្ហាត់បង្រៀនទៅអត់ឆ្កងបងប្អូនបាទដោយសារខ្ញុំមិនមានចំណេះជំនាញអីលើហ្នឹងទេអញ្ចឹងធ្វើទៅតាមអ្វីដែលយើងមានហ្នឹងហើយខ្ញុំចែករំលែកគិតថាកន្លែងណាដែលបងប្អូនខ្វះខាតបងប្អូនយកទៅហើយកន្លែងណាដែលបងប្អូនមានហើយអានឹងតាមនឹងទៅហើយខ្ញុំនឹងខំសិក្សាបន្ថែមតទៅនឹងការប្រហាត់បរៀនកូនឆ្កែនៅផ្ទះបើសិនជាបងប្អូនណាចេះអីសូមចែកលេខបន្តទៀតផងដោយសារតែខ្ញុំវាមានសមត្ថភាពវាមិនច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងចែកម្លែកវីដេអូនេះសង្ឃឹមថារៀមច្បងដែលគាត់មានបទពិសោធន៍ច្រើនជាងហ្នឹងសូមចែកម្លែកបន្តទៀតអញ្ចឹងណាហ្នឹងហើយ
ហើយពីខ្ញុំទៅខ្ញុំគ្រាន់តែចង់បញ្ជាក់ថាពេលបងប្អូនប្រហាត់ឆ្កែគួរតែប្រហាត់ឲ្យច្រើនកន្លែងហ្នឹងហើយដូរកន្លែងប្រហាត់ឲ្យច្រើនកូនឆ្កែបងប្អូននឹងឆ្លាតហើយប៉ុន្តែមិនមែនថាបងប្អូនប្រហាត់នៅតែមួយកន្លែងគឺឆ្កែគឺវាចេះតែនៅតំបន់ហ្នឹងទៅតំបន់ផ្សេងវាអាចនឹងប្លែកកន្លែងវាពិបាកក្នុងការធ្វើតាមយើងអញ្ចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនព្យាយាមបាទអរគុណច្រើន